nơiក្នុងព្រៃដូចអត់មានអីក្រៅពីងារភក់ទេដើម្បីយកមកធ្វើម្ហូបហូបពេលថ្ងៃត្រង់ផងដែរហើយថ្ងៃនេះដែរគឺខ្ញុំយកងារភក់យកមកធ្វើមុខម្ហូបមួយមុខហើយមុខម្ហូបនោះគឺពិសេសមែនតើហើយបងប្អូនកុំភ្លេចតាមដានក៏ដូចជាទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅក្នុងវីដេអូនេះតែខ្ញុំធ្វើមុខម្ហូបអីហើយថ្ងៃនេះគឺនិយាយទៅពិសេសមែនតើហើយមុខម្ហូបនោះគឺឆ្ងាញ់មែនតើតែម្ដងគឺជាមុខម្ហូបដែលខ្ញុំចូលចិត្តតើបងប្អូនកុំភ្លេចទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូមួយទៀតហើយបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើដំណើរចូលក្នុងព្រៃកោងកាងដើម្បីទៅរកងារភក់លក់ឲ្យបងប្អូនបានកំងពីខាងខ្ញុំផងដែរហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងធ្វើដំណើរចូលព្រៃកោងកាងផងដែរនិយាយទៅគឺនៅក្នុងព្រៃកោងកាងបងប្អូននឹងស្រាប់ហើយគឺវេទនាមែនតើតែម្ដងដោយសារថាវាមានឫសកោងកាងមានឫសអីនិយាយទៅគឺយើងពិបាកដើរមែនតើតែម្ដងចឹងហើយបងប្អូនមើលសកម្មភាពខ្ញុំទៅបន្ទាប់ពីខ្ញុំដើរបានទៅក៏មកដល់ទីតាំងដែលខ្ញុំឈប់សម្រាកគឺនៅក្បែរមាត់សមុទ្រតែម្ដងបងប្អូនមើលទៅពេលល្ងាចគឺនិយាយទៅអារម្មណ៍ស្រស់ស្រាយមែនតើតែម្ដងនិយាយទៅនៅតំបន់នេះគឺសម្បូរទៅដោយសត្វភេមកនេះនិយាយទៅសត្វភេគឺច្រើនមែនតើតែម្ដងចឹងបន្ទាប់ពីយើងដើរមកដល់ទីតាំងហើយយើងឈប់សម្រាកហូបទឹកហូបអីចឹងទៅនិយាយទៅខ្ញុំមកនេះគឺរៀងល្ងាចដែរដោយសារថាខ្ញុំរវល់ពីពេលព្រឹកនោះយើងទៅរើសកន្លែងថ្មីហើយថ្ងៃនេះក៏យើងមករើសកន្លែងដដែលព្រោះថាយើងរើសលក្ខណៈថាយើងផ្សំគ្នាម្ដងទីចឹងណាយើងមិនមែនរើសតែមួយកន្លែងបងប្អូននេះចឹងហើយពេលព្រឹកយើងទៅរើសកន្លែងណារៀងសម្បូរពេលថ្ងៃក៏យើងមករកកន្លែងនេះតែវាមិនសូវសម្បូរតែវាធំអញ្ចឹងណាហើយបន្ទាប់ពីយើងអង្គុយបាត់ហត់បាត់អីយើងក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ដើម្បីយើងយកធុងយកអីដើម្បីយើងទៅរើសងាវផងដែរហើយបងប្អូននិយាយទៅគឺតំបន់នេះគឺទេសភាពក៏ដូចជាទីតាំងគឺស្រស់ស្អាតមែនតើតែម្ដងគឺជាប់មាត់សមុទ្រនិយាយទៅខ្ញុំរើសទីតាំងដើម្បីឲ្យបងប្អូនទស្សនាទៅក៏ដូចជាមានអារម្មណ៍ថាស្រស់ស្រាយមែនតើតែម្ដងចាបន្ទាប់ពីយើងរៀបចំអីវ៉ាន់រៀបអីហើយយើងក៏ធ្វើដំណើរដើម្បីទៅរើងារភក់ផងដែរហើយទីតាំងនេះក៏ជាទីតាំងចាស់ដែរបងប្អូននេះនិយាយទៅងារភក់នៅតំបន់នេះគឺមួយគឺធំមែនតើតែម្ដងចឹងហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងតែរើងារភក់ផងដែរនិយាយទៅមិនថតឲ្យច្រើនអីណាបងប្អូននេះដោយសារតែបងប្អូនធ្លាប់ទស្សនាការរើងារភក់ការរើអីនិយាយទៅគឺវាអត់មានអីដើម្បីឲ្យបង្ហាញឲ្យបងប្អូនបានមើលដដែលទេចឹងហើយលក្ខណៈថាខ្ញុំថតកាត់ខ្លះចឹងបងប្អូនហ្នឹងបងប្អូនអរគ្នាបងប្អូនមើលតាងាវភក់នៅក្នុងធុងខ្ញុំទៅគឺធំល្អមែនតើតែម្ដងចឹងហើយងាវភក់នៅតំបន់នេះគឺខ្ញុំរើសជូនបងប្អូនគឺនិយាយទៅវាធំល្អមួយគឺ2ខាំ3ខាំចឹងបងប្អូនវាគឺធំណាស់ចឹងបន្ទាប់ពីខ្ញុំរើសងាវភក់រើអីរួចរាល់ហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរដើម្បីយើងទៅទីតាំងយើងផងដែរដើម្បីធ្វើម្ហូបហូបបាយនៅពេលល្ងាចចឹងថ្ងៃនេះគឺបាយពេលល្ងាចបងប្អូននេះគឺមិនមែនបាយថ្ងៃត្រង់ទេដោយសារតែខ្ញុំមកព្រៃនេះគឺខ្ញុំមកពេលថ្ងៃត្រង់ហើយគឺខ្ញុំហូបបាយពីផ្ទះមកហើយចឹងគឺខ្ញុំធ្វើម្ហូបដាំបាយគឺហូបបាយពេលល្ងាចផងដែរហើយតម្រាំតែយើងធ្វើម្ហូបហើយដាំបាយហើយហ្នឹងគឺចូលម៉ោង6ល្ងាចចឹងបងប្អូនចាំទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាតើពេលល្ងាចនៅតំបន់នេះទេសភាពវាស្រស់ស្អាតប៉ុណ្ណាដោយសារថានិយាយទៅគឺថ្ងៃរៀបលិចហើយណាមួយទឹកក៏វាចូលមកខ្លាំងអញ្ចឹងគឺទេសភាពនិយាយទៅថែមមួយកម្រិតទៀតបងប្អូនគឺកាន់តែស្អាតបន្ទាប់ពីយើងពុះអីរួចរាល់ហើយយើងក៏ចាប់ផ្ដើមដាក់ងាវស្ងោរផងដែរដើម្បីយើងយកសាច់វាដើម្បីយើងទៅធ្វើមុខម្ហូបផ្សេងផងដែរអញ្ចឹងហើយថ្ងៃនេះគឺធ្វើមុខម្ហូបពិសេសដើម្បីចែកជូនដល់បងប្អូនបានទស្សនាផងដែរហើយមុខម្ហូបនេះគឺឆ្ងាញ់មែនតើម្ដងមកនេះនិយាយទៅបងប្អូនចាំទស្សនាវីដេអូនេះរហូតដល់ចប់គឺដឹងថាអែមតែម្ដងអញ្ចឹងបន្ទាប់ពីខ្ញុំរៀបងាវភក់រៀបអីដាក់ចូលក្នុងកាទៀះរួចរាល់ហើយយើងក៏ចាប់ផ្ដើមបង្កាត់ភ្លើងបង្កាត់អីយ៉ាងទៅហើយបងប្អូនមើលទេសភាពខាងក្រោយខ្នងទៅគឺព្រៃកោងកាងព្រៃអីគឺឡើងក្រាស់ខ្មុកទៅស្រស់ស្អាតមែនតើតែម្ដងអញ្ចឹងហើយងាវថ្ងៃនេះគឺរកបានរៀងតិចដែរទេអញ្ចឹងគឺយើងយកមកធ្វើម្ហូបក៏តិចដែរបងប្អូននេះដោយសារតែយើងខ្លាចយកមកធ្វើម្ហូបច្រើនទៅខ្លាចទៅដល់ផ្ទះវិញយើងបោកផ្សំចូលគ្នាគឺខ្លាចផ្ញើឲ្យបងប្អូនអត់គ្រប់គីឡូអញ្ចឹងណាអញ្ចឹងគឺយើងធ្វើងាវភក់នេះគឺធ្វើមិនតិចទេអញ្ចឹងបន្ទាប់ពីយើងដាក់ស្ងោរងាវហើយយើងក៏ចាប់ផ្ដើមមកហាន់គ្រឿងហាន់អីហើយគ្រឿងយើងគឺមានប៉ុណ្ណឹងបងប្អូននេះគឺមានកូនស្ក្រៃស្ក្រូចម្ទេសផ្លោកបងប្អូននេះអាម្ទេសក្រហមវែងអាហ្នឹងដឹងម្ទេសផ្លោកក៏ដឹងម្ទេសអីអាហ្នឹងតាមតំបន់បងប្អូនហៅតែខ្ញុំហៅម្ទេសផ្លោកចឹងទៅអញ្ចឹងងាវយើងពុះហើយបងប្អូននេះយើងក៏ចាប់ផ្ដើមមកឆ្កឹះស្គាវាដើម្បីឲ្យអា color ធ្លាក់ទៅក្រោមដើម្បីឲ្យក្រោមឡើងមកលើផងដែរឲ្យវាសប់ចឹងទៅយើងក៏ចាប់ផ្ដើមដាក់ដាំបាយដាំអីបន្តទៀតចឹងណាហើយងាវយើងក៏បេះសាច់បេះអីដូចតែរដងដែរចឹងហើយគឺការបេះសាច់ការបេះអីគឺខ្ញុំអាចបានថតបង្ហាញឲ្យបងប្អូនបានទស្សនាទេដោយសារថាការបេះសាច់គឺអត់មានអីត្រូវបង្ហាញបងប្អូនដែរកាត់ខ្លះចឹងទៅដោយសារថាទី1នោះគឺវារៀងល្ងាចដែរហើយចឹងហើយក៏ខ្ញុំថតកាត់ខ្លះចឹងទៅកុំឲ្យវីដេអូវាវែងពេកចឹងបងប្អូននេះចឹងបន្ទាប់ពីយើងដាក់ដាំបាយដាំអីហើយយើងក៏បាយពុះយើងក៏ចាប់ដើមបើបាយមើលយើងក៏ចាប់ដើមដាក់ភ្ងុំដាក់អីចឹងទៅចឹងហើយគឺបន្ទាប់ពីយើងភ្ងុំមកទុះបាយយើងក៏ចាប់ដើមឆ្អិនផងដែរ
លើនេះយើងក៏ចាប់ផ្ដើមដាក់បាយចុះហើយយើងក៏ចាប់ផ្ដើមផ្គុំភ្លើងផ្គុំអីដើម្បីយើងឆាម្ហូបឆាអីផងដែរហើយថ្ងៃនេះក៏ខ្ញុំមកឆាក្តៅម្ទេសផ្លោកមកនេះគឺឆ្ងាញ់មែនតើតែម្ដងនិយាយទៅមកម្ទេសផ្លោកហមវាមិនហិលអីប្រហែលមកនេះគឺវាហិលមកល្មមអញ្ចឹងហើយខ្ញុំយកងាវគឺមកឆាក្តៅហូបជាមួយនឹងម្ទេសផ្លោកគឺឆ្ងាញ់មែនតើហើយគ្រឿងដល់ពេលយើងឆាគ្រឿងមកនេះគឺឡើងឈ្ងុយពេញតែព្រៃអញ្ចឹងតែម្ដងអញ្ចឹងបន្ទាប់ពីយើងឆាគ្រឿងឆាអីរួចរាល់ហើយគឺធុំក្លិនធុំអីហើយយើងក៏ចាប់ផ្ដើមដាក់សាច់ដាក់អីចូលអញ្ចឹងមកនេះគឺសាច់ងាវយើងគឺយើងស្ងោរគឺបានតែប៉ុណ្្នឹងទេអញ្ចឹងហើយដូចខ្ញុំលក់ខ្យងមាត់វាចលក់អីចឹងណាបងប្អូនអរគ្នានិយាយទៅមិនថាខ្យងមាត់វាចមិនថាខ្យងនៃគោមិនថាងាវភក់ទេឲ្យតែយើងស្ងោរហើយយើងយកសាច់វាគឺបានតិចមែនតែម្ដងអញ្ចឹងហើយដូចបងប្អូនគាត់ឲ្យខ្ញុំស្ងោរយកសាច់ឲ្យអញ្ចឹងណាគាត់ថាបងមិនតិចម៉េះគឺខ្ញុំមិនដឹងធ្វើមិនដែរបងប្អូននេះគឺយើងស្ងោរយកសាច់ទៅគឺវាបានតិចចឹងហើយដូចខ្ញុំស្ងោរមិនអញ្ចឹងគឺមកកូនខ្ទះហ្នឹងគឺបានប្រហែលជាសាច់ប្រហែលជាបានមកក្តាប់បងប្អូននេះគឺឆាមិនចង់គ្រាន់អញ្ចឹងគឺនិយាយទៅបើសិនជាខ្យងមាត់វាចទៀតបើសិនជាយើងស្ងោរមកកូនឆ្នាំងគឺសាច់មិនបានទាំងកន្លះគីឡូទៅ1គីឡូទៅមកនេះគឺបានតិចមែនតែម្ដងអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ចង់ឲ្យខ្ញុំធ្វើខ្យងឲ្យមកស្អាតធ្វើអីហើយហ្នឹងបងប្អូននេះគឺខ្ញុំចង់បញ្ជាក់បងប្អូនតិចគឺខ្យងគឺបានតិចមែនតែព្រោះថាខ្ញុំមិនមែនលក់សាច់ខ្យងទេគឺខ្ញុំលក់ទាំងសបកទាំងសាច់យ៉ាងហើយបន្ទាប់ពីខ្ញុំស្ងោរវាហើយយកសាច់ធ្វើជូនបងប្អូនគឺបានតិចតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ឲ្យខ្ញុំធ្វើខ្យងឲ្យខ្ញុំធ្វើឲ្យបានបងប្អូននេះតែពេលខ្ញុំស្ងោរហើយយកសាច់ធ្វើឲ្យបងប្អូនហើយគឺសាច់ខ្យងគឺបានតិចមែនតែម្ដងអញ្ចឹងឲ្យបងប្អូនខ្ញុំចង់បញ្ជាក់ឡើងនេះបន្តិចគឺខ្ញុំមិនយកតាណាទេគាត់ខ្ញុំស្ងោរហើយខ្ញុំបេះអាចបេះអីហើយខ្ញុំធ្វើជូនបងប្អូនមកស្អាតហើយគឺវាតិចចឹងហើយខ្ញុំចង់បញ្ជាក់ឡើងនេះបន្តិចចឹងណាចេះគឺមានបងប្អូនខ្លះគឺគាត់ឆាតមកសួរបងមិនសាច់ខ្យងខ្ញុំបានតិចមែនមិនបានច្រើននិយាយទៅខ្យងមាត់វាទាំងងាវភក់ទាំងខ្យងនៃគល់បងប្អូនអរគ្នាឲ្យតែយើងស្ងោរហើយដំវាយកសាច់គឺបានតិចមែនតែម្ដងអញ្ចឹងហើយបើសិនជាបងប្អូនទិញសាច់អាហ្នឹងវាបានច្រើនតែបងប្អូនមកទិញទាំងសបកទិញទាំងសាច់គឺវាបានតិចចឹងបងប្អូននេះអានេះខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនឆាប់យល់ចឹងណាចឹងបន្ទាប់ពីខ្ញុំដាំបាយដាំអីរួចរាល់ហើយឆ្អិនហើយយើងក៏ចាប់ផ្ដើមហូបបាយហូបអីចឹងទៅហើយនេះដែរគឺជាទេសភាពឬក៏ជាសកម្មភាពของបងប្អូនហូបបាយពេលល្ងាចចឹងទៅពេលបន្ទាប់ពីខ្ញុំហូបហើយរួចរាល់ហើយហ្នឹងយើងក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់រៀបចំអីដើម្បីធ្វើដំណើរទៅផ្ទះវិញផងដែរដើម្បីបញ្ញាដាក់ងាវដាក់អីផ្ញើទៅជូនបងប្អូនផងដែរហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនបងប្អូនដែលខំតាមដានពីដំបូងរហូតដល់ចប់បើសិនជាបងប្អូនចង់បានងាវភក់កុំភ្លេចឆាតមក page ខ្ញុំបាយបាយបងប្អូនអរគ្នា